อัปเดตព័ត៌មានថ្មីករណីកង់3ត្រូវគេដុតម្ចាស់បាត់ខ្លួនគ្មានតម្រុយគ្រូសាបន្តស្វែងរកតាមផ្លូវក្នុងគ្រូទាយបែបនេះថាបាទជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នារហូតមកដល់ថ្ងៃទី1ខែឧសភាឆ្នាំ2026នេះរយៈពេល1សប្តាហ៍ហើយបាត់ដំណឹងសូនឈឹងខណៈពេលដែលក្រុមគ្រូសាបន្តស្វែងរកគ្រប់ច្រកល្ហកទាំងផ្លូវក្នុងនិងផ្លូវខាងក្រៅក្រុមគ្រួសាររបស់អ្នករត់ម៉ូតូកង់3រូបនោះបានដឹងថារហូតមកទល់វេលាថ្ងៃទី1ខែឧសភាឆ្នាំ2026នេះពុំទាន់ទទួលបានដំណឹងពីអ្នករត់ម៉ូតូកង់3នោះនៅឡើយទេក្រុមគ្រួសារបានបន្តស្វែងរកគ្រប់ច្រកល្ហកទាំងនៅជុំវិញវាលដែលប្រទះឃើញម៉ូតូដែលគេដុតបំផ្លាញចោលនិងរកទាំងផ្លូវក្នុងដោយរកគ្រូពូកែមើលជាច្រើនហើយគ្រូខ្លះថាមានគេឃុំក្រងផ្លូវងងឹតមិនឲ្យមកផ្ទះវិញនិងខ្លះទៀតថាអាចត្រូវបានគេសម្លាប់ពន្លិចក្នុងទឹកបាត់ទៅហើយទោះបីជាយ៉ាងណាមានគេសង្ស័យថាជនរងគ្រោះទៅបានគេសម្លាប់ពន្លិចទឹកនៅក្នុងស្រះមួយកន្លែងចម្ងាយប្រមាណជា1គីឡូម៉ែត្រកន្លែងប្រទះឃើញកង់3ត្រូវគេដុតការសង្ស័យបែបនេះមិនអាចយកជាការបានព្រោះពុំមានតម្រុយណាមួយឡើយតាមសមត្ថកិច្ចខណ្ឌព្រែកភ្នៅបានដឹងថាបន្ទាប់ពីប្រទះឃើញម៉ូតូកង់3ដែលត្រូវបានគេដុតបំផ្លាញហើយក្រុមគ្រួសារមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចបានស្វះស្វែងនិងស្រាវជ្រាវរកម៉ូតូកង់3រូបនោះពុំទាន់បានទទួលដំណឹងឡើយចំណែកប្រព័ន្ធតាក់ទងរបស់ម៉ូតូកង់3បានបិទដាច់សេវាគូបញ្ជាក់ផងដែរថាអ្នករត់ម៉ូតូកង់3ឈ្មោះថនវិចិត្រអាយុ33ឆ្នាំមានទីលំនៅភូមិបូរីចេនឡាភូមិចុងថ្នល់សង្កាត់ពុនសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបានបាត់ខ្លួននិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី24ខែមេសាឆ្នាំ2026កន្លងទៅនេះបន្ទាប់ពីស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារបានស្វែងរកអ្នកសារព័ត៌មានផ្សព្វផ្សាយនិង live ពីដំណឹងដ៏សោកសៅនេះ